ក្នុងវីដេអូនេះខ្ញុំនឹងរកចម្លើយនៃវិធីចែកដោយប្រើវិធីគុណបាទអញ្ចឹងឥឡូវយើងមាន6ចែក2អញ្ចឹងអានេះ2ចានមានន័យថា2ចំណែកអញ្ចឹងខ្ញុំផ្ទេរទៅបាទផ្ទេរតាមការផ្ទេរវីដេអូមុនគឺយើងដកអញ្ចឹងយើងផ្ទេរមកបាទអញ្ចឹងយើងនឹងបាន2ចំណែកស្មើគ្នាអញ្ចឹងមួយចំណែកបាន3គ្រាប់បាទបាន3គ្រាប់អញ្ចឹងតម្រង់បែបនេះគឺយើងអាចទៅសេបានជាលក្ខណៈគុណបានណាគុណយើងអាចទៅសេបានប៉ុន្មាននេះម្ដុំហ្នឹងយើងអាចទៅសេបាន2ដោយសារវា1 2អញ្ចឹង2គុណនឹង3អញ្ចឹងស្មើនឹង6បាទអញ្ចឹងមានន័យថាម៉េចមានចម្លើយគឺ3អូខេអញ្ចឹងមានថាវិធីចែកវាតាក់ទងជាមួយនឹងវិធីគុណបាទឥឡូវយើងចាប់ផ្ដើមរកចម្លើយ6ចែក2អញ្ចឹងយើងចាប់ផ្ដើមណាគឺចេញពី2មុន2បាទ2គុណនឹង1ស្មើនឹង2បាទ2ម្ដង2គុណនឹង2ម្ដងបាទ2ដង4យក2គុណនឹង3បាទយើងដាក់គុណណាគុណធ្វើម៉េចចេញតំណាងចែកអញ្ចឹងវាបាន6អញ្ចឹងមានថាលទ្ធផលវាគឺប៉ុន្មានគឺ3បាទឥឡូវយើងមើលឧទាហរណ៍មួយទៀតយើងយក12ចែក3ស្មើប្រមាណបាទ12ចែក3ស្មើប្រមាណអញ្ចឹងយើងចាប់ផ្ដើមតេស្តណាបាទតេស្តទៀតណាតេស្តទៀតណាយើងចាប់ផ្ដើមចេញពីតួចែកគឺ3ម្ដង3 2ដង6 3 3ដង9បាទគ្រប់នៅអញ្ចឹង3 4ដង12បាទអញ្ចឹងស្មើណាស្មើអញ្ចឹងមានថាលទ្ធផលវាគឺប៉ុន្មាន4អញ្ចឹងមានន័យថាម៉េចមានថា12ចែកនឹង3ស្មើនឹង4បាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមចូលទៅលំហាត់យើងបាទលំហាត់យើងអូខេអានេះគឺជាលំនាំគំរូចាឥឡូវយើងចាប់ផ្ដើមចូលទៅលំហាត់យើងតែម្ដងទៅបាទអូខេអញ្ចឹង16ចែកនឹង4ស្មើប្រមាណអញ្ចឹងយើងចាប់ផ្ដើមចេញពី4ទៅណាឥឡូវខ្ញុំទៅសេកន្លែងនេះ4ម្ដង4អញ្ចឹង4គុណនឹង2ស្មើនឹង8អញ្ចឹង4គុណនឹង3ស្មើ12អូខេស្មើ12អញ្ចឹងអត់តន់គ្រប់ទេព្រោះនេះ16អញ្ចឹង4ដង16បាទអញ្ចឹងចម្លើយចេញ10ចេញ4បាទសំទោសមិនមែន16ចេញ4អូខេលំហាត់មានច្រើនណាស់បាទអញ្ចឹងយើងចាប់ផ្ដើមចូលទៅអូខេសុំទោសបាទអញ្ចឹងឥឡូវយើងចាប់ផ្ដើមមើលលំហាត់មួយទៀតបាទ15នេះ15ចែកនឹង3ណាអញ្ចឹងយើងចាប់ផ្ដើមយក3ដេញមកបាទ3គុណនឹង1ស្មើ3 3គុណនឹង2ស្មើ6 3គុណ3ស្មើ9 3គុណ4ស្មើនឹង12ដល់12អត់តន់គ្រប់ទេបាទចម្លើយវា15ណាអញ្ចឹង3គុណនឹង5ស្មើនឹង15អញ្ចឹងបាទចម្លើយគឺ5បាទនេះគឺជាការរកចម្លើយប្រមាណវិធីចែកដោយប្រើប្រមាណវិធីគុណបាទយើងចង់សិក្សាឲ្យបានស៊ីជម្រៅនិងមានមូលដ្ឋានគ្រឹះរឹងមាំគឺមាននៅក្នុងសភៅ worksheet យើងថ្នាក់ទី2បាទមិនទាន់ចេញលក់ជាផ្លូវការទេប៉ុន្តែអាចកំងទុកឲ្យហើយបាទព្រោះបើសិនជាខ្ញុំយកមកធ្វើវីដេអូគឺច្រើនណាគឺมันមានពេលធ្វើទេហើយនេះយើងមើលសភៅក៏ហើយទៅកន្លែងនេះគឺយើងបញ្យល់វិធីចែកមានន័យ2យ៉ាងនេះហើយយើងមានរូបភាពមានបញ្យល់ហើយមានលំហាត់បាទហើយបានយើងចេញពីអាហ្នឹងគឺយើងចាប់ផ្ដើមចូលដល់ក្បួននៃវិធីចែកនេះដែលយើងចែកឈរបាទបើយើងខ្ញុំឃើញភាគច្រើនគេបរៀនគេយកអានេះយកមកបរៀនគឺយើងបានរំលងលើហេតុផលដើមហើយយើងថានេះ